ក្រោកពីដេកពេលព្រឹកព្រលឹមពុកម៉ែបងប្អូនហើយកលេចមកខាងក្រោយផ្ទះបាទឃើញថាអូនេះបងប្អូនប្រជាកសិករយើងបាទក្នុងស្រុកក្នុងភូមិខ្ញុំពុកម៉ែបងប្អូនណាដល់រដូវខែដូចថាដើមឆ្នាំធ្វើស្រែធ្វើចំការអញ្ចឹងពុកម៉ែបងប្អូនបាទថារដូវវស្សាបានមកដល់ហើយបានឥឡូវពួកគាត់កំពុងពមៀញឹកបាទហើយកំពុងថាអ្នកខ្លះទៅលីពូជស្រូវពូជអីអញ្ចឹងក៏ពូជណាពុកម៉ែបងប្អូនបាទទៅព្រាចទៅព្រោះនៅដីស្រែដីចកាគាត់ពុកម៉ែបងប្អូនអើយបាទហ្នឹងហើយដែលហុយមើលពីចម្ងាយឃើញហ្នឹងពុកម៉ែបងប្អូនណាគឺអត្រាគេកំពុងតែភ្ជួរស្រែភ្ជួរចំការអញ្ចឹងពុកម៉ែបងប្អូនណាបាទហ្នឹងហើយខ្ញុំមកដល់ពេលឃើញអញ្ចឹងខ្ញុំនឹកឃើញសម័យកាលពីនៅជាមួយពុកជាមួយម៉ែខែធ្វើស្រែបាទព្រឹកឡើងក្រោកតាំងពីម៉ោង4ម៉ោង5រៀបភ្លឺជួយដឹកគោដឹកក្របីគាត់ហ្នឹងទៅស្រែហើយបាទរួចហើយបានត្រឡប់មកផ្ទះទៅសាលារៀនហ្នឹងហើយការជំនាន់ហ្នឹងបាទហ្នឹងហើយការនោះមិនទាន់ដូចជាមានគោយន្តឬក៏អីអត្រាអីភ្ជួររស់អីច្រើនអញ្ចឹងទេពុកម៉ែបងប្អូនអើយកម្លាំងលើគោក្របីទាំងអស់ធ្វើស្រែធ្វើចំការកាលនោះដល់ពេលឥឡូវស្រុកយើងវារីកចម្រើនបែរថាវិស័យកសិកម្មរីកចម្រើនបាទគឺយើងប្រើគ្រឿងម៉ាស៊ីនប្រើគោយន្តប្រើអត្រាអីភ្ជួរអញ្ចឹងពុកម៉ែបងប្អូនគឺយើងចំណេញពេលវេលាបាទហ្នឹងហើយថាអភិវឌ្ឍច្រើនមែនទែនពុកម៉ែបងប្អូនណាបាទហើយនេះគាត់ភ្ជួរអញ្ចឹងហើយគាត់យកក្របពូជទៅព្រាចអញ្ចឹងពុកម៉ែបងប្អូនបាទហ្នឹងហើយបាទបន្ទាប់ហើយបានយកអត្រាហ្នឹងមកភ្ជួរលុបនៅក្របពូជហ្នឹងម្ដងទៀតបាទហ្នឹងហើយការដាំដុះការធ្វើហ្នឹងវាខុសៗគ្នាពុកម៉ែបងប្អូនណាបាទគឺថាស្រុកខ្មែរយើងគឺដំណាំដែលសំខាន់ជាងគេគឺដំណាំស្រូវដំណាំពោតដំណាំសណ្ដែកនិងដូចថាជ័រកស៊ូអញ្ចឹងហើយពុកម៉ែបងប្អូនណាគឺថាដំណាំសំខាន់ជាងគេបាទអរគុណច្រើនពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទហើយក៏សូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបានគ្រប់គ្នាអរគុណជម្រាបលាបាយបាយ